ចំណងជើងអណ្ដូងនៅចុងភូមិនៅភូមិដាច់ស្រយាលមួយដែលគេហៅថាកភូមិខ្មៅខាងត្បូងមានអណ្ដូងចាស់ស្ងៀមស្ងាត់នៅចុងភូមិដែលគេហាមមិនឲ្យអ្នកណាចូលចិត្តអ្នកចាស់នៅភូមិបាននិយាយថាអណ្ដូងនោះជាដំណោះស្រាយបាត់ខ្លួនរបស់មនុស្សរាប់សិបនាក់កាលពីរយៈពេលជាច្រើនឆ្នាំមកជាបុរសវ័យក្មេងឈ្មោះកឹមសេងមានចិត្តចង់ដឹងចង់ឃើញខ្លាំងគេបានសម្រេចចិត្តទៅស៊ើបអង្កេតពីសេចក្តីអាថ៌កំបាំងនេះថ្ងៃមួយពេលប្រលប់គេបានយកចង្កៀងនិងខ្សែបាត់ទៅឈានចូលចិត្តអណ្ដូងនោះនៅពេលគេចាក់ថង់អណ្ដូងមើលគេចាប់អារម្មណ៍ថាទឹកមិនមានទេប៉ុន្តែចំណុចខាងក្រោមសំបីតែមើលទៅដូចជាមានអ្វីកំពុងញាក់ចោលណាគេបានចងខ្សែជាប់ជើងហើយរំលងចុះទៅក្នុងអណ្ដូងនោះនៅខាងក្រោមគេបានរកឃើញផ្លូវឆ្ពោះទៅកាន់ទីកន្លែងមិនធ្លាប់មាននរណាចូលដល់បានមានព្រៃភ្លោះនៅក្រោមដីមានក្រុមមនុស្សដែលបានបាត់ជាយូរហើយរស់នៅទីនោះពោលគឺត្រូវបានអណ្ដូងស្រូបចូលទុកសម្រាប់ការពារមាសដ៏អស្ចារ្យមួយគ្រឹះសេរីរបស់ពិភពខ្មោចកឹមសេងបានសម្រេចជួយមនុស្សទាំងនោះឲ្យគេចេញពីពិភពនោះវិញតែការចេញតម្រូវឲ្យមានអ្នកដាច់ខ្លួននៅក្រោមដីជំនួសគេបានជ្រើសយកខ្លួនឯងជាអ្នកស្ម័គ្រចិត្តនៅខាងក្រោមបើសិនបងប្អូននិងមនុស្សរបស់ភូមិអាចជួយជីវិតឆ្នាំក្រោយអណ្ដូងនោះបានបិទដោយឫសឈើធម្មជាតិហើយគ្មានអ្វីបន្ទាប់ទៀតកើតឡើងតែពេលខ្លះពេលយប់ចេញព្រះច័ន្ទគេនៅសំឡេងបញ្ចេញពីអណ្ដូងបណ្ដាលឲ្យស្ទះចិត្តគ្រប់គ្នាខ្ញុំនៅតែជាមនុស្សស្ម័គ្រចិត្តកុំភ្លេចខ្ញុំ